ខ្ញុំបានទៅទស្សនាការប្រកួតបាល់ទាត់កម្ពុជាទៅនៅសិង្ហបុរីនៅពហុកីឡដ្ឋានតេជោកាលពីយប់មិញក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានជួបប្រកួតជាមួយក្រុមជម្រើសជាតិសិង្ហបុរីក្នុងការប្រកួតទាក់ទាញការចំណាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងច្រើនមុនការប្រកួតចាប់ផ្ដើមបរិយាកាសពោពេញទៅដោយភាពរំភើបខណៈអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសក៏រងចាំការប្រកួតនេះយ៉ាងអន្ទះសារពេលខ្ញុំចូលមកដល់សិង្ហបុរីបានទីមួយគ្រាប់ហើយកីឡាករកម្ពុជាបានខិតខំប្រឹងប្រែងទាំងការពារនិងវាយលុកដើម្បីស្វែងរកឱកាសរកគ្រាប់បាល់ដោយមានក្រុមភ្លេងលើកទឹកចិត្តដល់កីឡាករកម្ពុជាផងដែរក្រុមសិង្ហបុរីក៏បានបង្ហាញពីការរៀបចំក្រុមនិងការបញ្ជូនបាល់យ៉ាងល្អផងដែរវិញមួយក្នុងការប្រកួតក្រុមត្រូវបានសែកលើកទឹកចិត្តហើយនឹងជួយបន្តលើកទឹកចិត្តដល់កីឡាករនៅក្នុងទីលីកហើយនៅនាទី55កម្ពុជាបានរកគ្រាប់បាល់មួយគ្រាប់ដែលស្មើនឹងសិង្ហបុរីអ្នកទស្សនាក៏បានបង្កើតនៃទឹកប្រឡូកជុំវិញស្តាតផងដែរដែលបង្កើតទស្សនីយភាពដ៏អស្ចារ្យពីក្រោយមកសិង្ហបុរីបានគាត់ចូលនៅគោលប៉ុន្តែត្រូវឈិច VR សិនដោយសារមានខកបញ្ហាបច្ចេកទេសចូលបន្ទាប់ពីទស្សនាហើយគ្មានអីក្រៅពីទៅផ្ទះទេរៀងសេតិចដែរកម្ពុជាចាញ់នឹងសិង្ហបុរីតែមិនអីទេទុកជាបទពិសោធន៍នៅពេលក្រោយទៀតអរគុណ